ហើយថ្ងៃស្អែកនេះគឺជាថ្ងៃអបអរសាទរសិល15កើតពេញបរមីអ្នកគ្រូនឹងតែងសัตว์យកទៅប្រឡែងនិងស្រោចដើមពោធិព្រឹក្សញាតិវធណាចង់ចូលរួមអាចចូលរួមបានព្រោះការសន្សំបុណ្យធ្វើមិនយើងព្យាយាមឲ្យត្រូវអ្នកគ្រូបានលើកយករឿងរ៉ាវក្នុងការព្យាយាមដែលត្រឹមត្រូវរបស់បណ្ឌិតម្នាក់ដែលត្រូវបានគេដណ្ដើមទឹកដីដណ្ដើមរាជហើយលទ្ធផលបែបណាចាំសិក្សារឿងនេះជំរាបសួរហ្វេនញាតិវធថ្ងៃនេះអ្នកគ្រូនិយាយរឿងរ៉ាវច្រើនដើម្បីស្ដាប់កំសាន្តផងដើម្បីជាចំណេះដឹងផងហើយក៏មានទំនាក់ទំនងរឿងពុទ្ធសាសនាខ្លះឧបាយខ្លះរបៀបពិធីដូចជាការបន្តអាយុពិធីលៀងមន្ទិលខ្លះបានន័យថាលៀងមន្ទិលនៃសេចក្តីសៅហ្មងដែលចាស់បុរាណលោកបានយកឧបាយនៅក្នុងពុទ្ធសាសនាយកមកប្រើអញ្ចឹងចាំអ្នកគ្រូចេញវីដេអូបន្តពីរឿងហ្នឹងណាដោយសារអ្នកគ្រូបានធ្វើដំណើរទៅកោះកុងឆ្លងកាត់តាមខេត្តពោធិ៍សាត់ហើយកាលប្រហែលខែមុននេះយើងក៏មានរឿងច្បាំងគ្នានៅព្រំដែនណោះហើយតំបន់វាលវែងនៅខេត្តពោធិ៍សាត់ហើយអ្នកគ្រូក៏បានទៅដល់កន្លែងតំបន់ដែលគេដាក់កុងតឺន័រដែលគេដាក់លួសដាក់អីពាត់យកដីនោះណានៅពេលដែលឃើញរឿងនេះហើយអ្នកគ្រូក៏នឹកឃើញដល់រឿងជាដកដែលពាក់ព័ន្ធនឹងរឿងនេះចាំអ្នកគ្រូលើកយករឿងនេះមកនិយាយណានេះថាពាក់ព័ន្ធជាមួយនឹងរឿងការដណ្ដើមច្បាំងគ្នាណាអញ្ចឹងអ្នកគ្រូលើកយករឿងជ័យជំនះរបស់ព្រះពោធិសត្វប្រភេទជ័យជំនះបែបយូរអង្វែងនឹងជ័យជំនះមួយទៀតរបស់ព្រះសិវលីហើយនឹងមានវីដេអូបន្តពាក់ព័ន្ធនឹងពិធីដូចជាសម័យពុទ្ធកាលការបន្តអាយុក្មេងដូចជាការលៀងមន្ទិលពាក់ព័ន្ធនឹងការលៀងសាកសពឬក៏យើងហៅថាលៀងសយបែបបុរាណនៅក្នុងពុទ្ធសាសនាក៏មានដូចគ្នាដែរតែអ្នកគ្រូនឹងចេញវីដេអូបន្តណាហើយពេលទៅដល់សមុទ្រហ្នឹងអ្នកគ្រូក៏ឃើញនិមិត្តខ្លះដូចជារឿងនាគនៅសមុទ្រចាំនិយាយពីរឿងនាគហើយក៏ចង់បបួសហ្វេនមកធ្វើបុណ្យកុសលបន្តផងដែរតែវីដេអូនេះអ្នកគ្រូមកនិយាយពីរឿងជ័យជំនះពាក់ព័ន្ធនឹងសឹកសង្គ្រាមច្បាំងគ្នាដណ្ដើមគ្នាសម័យមុនក៏មានការច្បាំងគ្នាដណ្ដើមទឹកដីដែនដីមែនទេហើយពេលអ្នកគ្រូធ្វើដំណើរទៅកោះកុងក៏ឃើញព្រំដែនហ្នឹងក៏ធ្វើឲ្យអ្នកឃើញរឿងហ្នឹងឥឡូវអ្នកគ្រូលើករឿងជ័យជំនះនេះមកនិយាយរឿងទី1រឿងមហាសីលវៈជាដកដែលជាអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធហើយវីដេអូបន្ទាប់អ្នកគ្រូនឹងមកនិយាយពីអតីតជាតិរបស់ព្រះសិវលីដែលលោកក៏ជ័យជំនះដែរកំពូលលើភិក្ខុទាំងឡាយខាងផ្នែកលៀបសក្ការៈតែទាំងពីរហ្នឹងជ័យជំនះយ៉ាងណាហើយលទ្ធផលនោះបែបណាចាំសិក្សាពីដើមរហូតដល់ចប់ណាហើយពិចារណាខ្លួនឯងឥឡូវអ្នកគ្រូនិយាយរឿងទី1មហាសីលវៈជាដកអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធមុនពេលដែលព្រះអង្គមិនទាន់ត្រាស់ដឹងព្រះអង្គនៅជាព្រះពោធិសត្វព្រះអង្គធ្លាប់បានកើតនៅតកូលស្ដេចមួយដែលមានព្រះនាមថាសីលវៈកុមារក្រោយមកព្រះបិតាសោយទីវង្គតព្រះអង្គក៏បានគ្រងរាជ្យបន្តពីព្រះបិតាហើយព្រះពោធិសត្វបានសាងនៅសាលាឆទានគឺរោងទាន6កន្លែងដោយ4កន្លែងនោះគឺនៅតាមទិសនគរទាំង4មួយកន្លែងទៀតចំកណ្ដាលនគរនិងមួយកន្លែងទៀតនៅខ្លោងទ្វារព្រះរាជវាំងសរុបទៅសម្រាប់ចែកទានដល់អ្នកក្រីក្រអនាថា6កន្លែងហើយព្រះអង្គផ្ទាល់ជាអ្នករក្សាសិល5និងអបោសុតសិលអាចនិយាយបានថាជាព្រះរាជាដែលប្រកបដោយទសពិធនិងរាជធម៌ព្រះអង្គជាមនុស្សដែលមានខន្តីមានមេត្តាករុណាខ្លាំងរហូតដល់អ្នកដទៃមើលឃើញថាព្រះអង្គជាមនុស្សស្លូតមែនទែនដល់ស្លូតខ្លាំងពេកធ្វើឲ្យមានអ្នកមើលងាយឥឡូវយើងមកមើលថាតើភាពស្លូតរបស់ព្រះអង្គសម្រេចចិត្តត្រូវឬក៏ព្រះអង្គធ្វើខុសព្រះអង្គមានខន្តីមានមេត្តាករុណាខ្លាំងរហូតដល់មានអាមាត្យម្នាក់មើលងាយបានចូលទៅក្នុងរាជវាំងប្រព្រឹត្តល្មើសជាមួយនឹងមហេសីនិងស្រីស្នំនៅក្នុងព្រះរាជវាំងហើយមនុស្សស្រីក្នុងវាំងខ្លះមានការមិនពេញចិត្តដល់ពេលគេប្តឹងទៅក៏ចាប់បានតែព្រះអង្គក៏ដោះលែងដល់អាមាត្យនឹងឃើញព្រះរាជាស្រួលពេកក៏ធ្វើបន្តទៀតក្រោយមកចាប់បានទៀតព្រះអង្គដោះលែងទៀតដល់ធ្វើញឹកញាប់ចឹងទៅបានន័យថាអាមាត្យនឹងបំពេញជាមួយនឹងអគ្គមហេសីផងជាមួយស្រីស្នំក្នុងវាំងផងធ្វើញឹកញាប់ព្រះអង្គនៅតែដោះលែងដល់មានការតវ៉ាទៅព្រះអង្គក៏បណ្ដេញអាមាត្យនឹងចេញព្រោះថាវាញឹកពេកដោយនិរទេសអាមាត្យនោះចេញពីព្រះនគរទៅដោយមិនសម្លាប់នោះទេប៉ុន្តែសូមបញ្ជាក់ថាអំពើរបស់អាមាត្យនឹងដែលគេប្រព្រឹត្តបែបហ្នឹងគឺដោយសារព្រះអង្គមានវិបាកកម្មដែរអញ្ចឹងព្រះរាជាបានយល់ពីមនុស្សដែលនៅក្នុងវាំងព្រះអង្គក៏បណ្ដេញអាមាត្យនោះចេញពីនគរពរិណស័យទៅអាមាត្យនោះក៏បាននាំប្រពន្ធនាំកូនរបស់ខ្លួនចាក់ចេញទៅនៅជ័យដែននៅនគរមួយទៀតអញ្ចឹងចេញពីនគរពរិណស័យទៅនៅជ័យដែនជាប់នឹងនគរកោសលហើយអាមាត្យនោះគេនៅមានបុណ្យដែរដោយសមត្ថភាពរបស់ខ្លួននិងបុណ្យរបស់ខ្លួននៅមានក៏បានមានទំនាក់ទំនងជាមួយនឹងមិត្តម្នាក់ដែលជាសេនាបតីនៅនគរកោសលនោះដោយសមត្ថភាពរបស់ខ្លួនមិនយូរប៉ុន្មានខ្លួនក៏បានក្លាយទៅជាអាមាត្យម្នាក់នៅដែននគរកោសលនោះទៅក្រោយមកអាមាត្យនោះក៏មានការជិតដិតជាមួយនឹងព្រះរាជានៅដែនកោសលហើយនឹងមានការគុំគួនជាមួយនឹងព្រះបាទសីលវៈដែលនៅនគរពរិណស័យធ្លាប់បានបណ្ដេញនោះចាំបានទេអញ្ចឹងអាមាត្យនឹងក៏គិតរហូតរកវិធីដើម្បីសងសឹកក៏ទៅញុះញង់ព្រះរាជានៅនគរកោសលនោះថានគរពរិណស័យធំណាស់ហើយមានសម្បត្តិច្រើនប្រៀបដូចជាឃ្មុំដែលសម្បូរដោយសាច់សម្បូរដោយក្បាលទឹក
តែអត់មានមេឃុំការទេបានន័យថាអត់មានមេឃុំការពីអត់មានមេឃុំតិចអញ្ចឹងបើព្រះអង្គចង់បានសាច់ឃ្មុំចង់បានទឹកឃ្មុំនោះគឺងាយស្រួលណាស់នៅពេលនោះព្រះរាជានៅដែនកោសលស្ដាប់ដំបូងព្រះអង្គក៏មិនហ៊ានជឿដែរព្រោះនគររបស់ព្រះអង្គតូចជាងនគរព្រះនស័យតែអាមាត្យចិត្តអាក្រក់នោះនៅតែញុះញង់បើព្រះអង្គមិនជឿទេព្រះអង្គសាកល្បងឲ្យមនុស្សបន្លំខ្លួនធ្វើចោលហើយទៅប្លន់អ្នកស្រុកនៅនគរព្រះនស័យមើលទៅទោះជាតាហ៊ាននៅនគរព្រះនស័យចាប់បានចោលនោះក៏ដោយតែបើដំណឹងនោះទៅដល់ព្រះរាជានឹងមិនដាក់ទោសហើយដោះលែងមកវិញដល់អញ្ចឹងព្រះរាជានៅដែនកោសលក៏សាកល្បងមែនដល់ក្រោយមកចោលនោះក៏ត្រូវគេចាប់បានដល់ដំណឹងនឹងដល់ព្រះរាជាដោះលែងមែនអញ្ចឹងធ្វើឲ្យព្រះរាជានៅដែនកោសលនឹងគិតថាព្រះអង្គស្លូតខ្សោយហើយអាមាត្យដែលមានគំនុំនោះក៏កាន់តែញុះញង់ព្រះរាជានៅដែនកោសលថាព្រះរាជានឹងអត់កើតទេខ្សោយហ្មងបានតែសបកទេអញ្ចឹងព្រះរាជានៅដែនកោសលហ្នឹងក៏សាកល្បងបន្តដោយការបញ្ជូនទាហានឲ្យទៅធ្វើចោលនៅដែនព្រះនស័យនឹងទៀតក្រោយមកទាហានរបស់នគរព្រះនស័យចាប់បានបញ្ជូនទៅវាំងព្រះបាទមហាសីលវៈមហារាជសួរថាម៉េចបានជាអ្នកឯងប្លន់អ្នកស្រុកហើយចៅដែលបន្លំខ្លួននោះប្រាប់ថាខ្ញុំព្រះអង្គជាមនុស្សក្រីក្រលំបាកពិបាកណាស់ទៅខ្ញុំព្រះអង្គប្លន់ហើយព្រះអង្គក៏ប្រាប់ថាបើអ្នកឯងខ្វះខាតមិនក៏អ្នកឯងមិនមករយយើងទៅប្លន់អ្នកស្រុកធ្វើអីអញ្ចឹងចាប់ពីពេលនេះបើខ្វះខាតមករយយើងតែកុំទៅធ្វើចោលទៀតណាហើយព្រះអង្គក៏ឲ្យទ្រព្យសម្បត្តិទៅហើយក៏ដោះលែងទៀតដល់អញ្ចឹងចៅដែលបន្លំខ្លួននោះក៏ទៅរាយការប្រាប់នគរនៅដែនកុសលហ្នឹងអញ្ចឹងស្ដេចកោសលនោះក៏ជឿណាអូយស្ដេចនៅព្រះនស័យនេះខ្សោយមែនកំសាស្លូតពេកស្លូតរហូតដល់គេមើលងាយដល់អញ្ចឹងព្រះរាជានៅដែនកុសលនោះក៏មានការជឿជាក់ហើយក៏បានរៀបកងទ័ពដើម្បីដឹកនាំទ័ពទៅដណ្ដើមរាជសម្បត្តិនៅនគរព្រះនស័យគឺដណ្ដើមរាជពីព្រះបាទសីលវៈមហារាជដំណឹងនៃការដណ្ដើមរាជនោះក៏មិនរួចផុតពីអ្នកដែលនៅនគរព្រះនស័យដែរព្រះបាទសីលវៈមហារាជជាព្រះពោធិសត្វមែនទេព្រះអង្គមានកងទ័ពច្រើននគរក៏ធំហើយក៏មានអ្នកជំនាញអស្ចារ្យចំណិតដែលជាអង្គរៈផ្ទាល់ខ្លួនហៅថាអាមាត្យដែលជាអង្គរៈ1000នាក់ហើយអាមាត្យដែលជាចំណិតអង្គរៈ1000នាក់ហ្នឹងសុទ្ធតែអ្នកជំនាញច្បាំងនៅលើសមរភូមិអាចយកឈ្នះលើគូសត្រូវ1000នាក់100,000នាក់បានហើយអាមាត្យទាំង1000នាក់នោះណាសុទ្ធតែជាអ្នកដែលមានថ្វីដៃខ្លាំងពូកែច្បាំងយកឈ្នះលើសត្រូវរាប់ម៉ឺនរាប់សែនអ្នកបាននិយាយថាបើចេញទៅសម្លាប់ចង់ទៅច្បាំងចង់ទៅចាប់ស្ដេចនៅនគរកោសលហ្នឹងគឺអត់ពិបាកទេគឺងាយបំផុតព្រោះមនុស្សទាំង1000នាក់ហ្នឹងម្នាក់សុទ្ធតែមានកម្លាំងអាចទប់ទល់ជាមួយនឹងដំរីសាដែលចុះព្រេងបានន័យថាដំរីសាដែលចុះព្រេងហ្នឹងមកដល់ក៏ទប់ទល់បានមិនមានការផិតភ័យឡើយហើយបើសិនជាព្រះរាជារបស់ខ្លួនគឺព្រះបាទមហាសីលវៈហើយបើសិនជាព្រះរាជាមហាសីលវៈហ្នឹងព្រះអង្គចង់គ្រប់គ្រងនៅនគរណាក៏ដោយទូទាំងចម្ពោះទ្វីបហ្នឹងប្រើតែមនុស្ស1000នាក់ហ្នឹងទៅក៏អាចដណ្ដើមយកជ័យជំនះយកនគរមកថ្វាយព្រះអង្គបានដែរឲ្យតែព្រះរាជាចង់បានតែដល់មនុស្សទាំង1000នាក់ហ្នឹងដឹងថានគរកោសលហ្នឹងត្រៀមលើកទ័ពមកដណ្ដើមរាជក៏បានចូលគាល់ព្រះរាជានៅព្រះនស័យគឺព្រះបាទសីលវៈបានទូលសុំថាឲ្យព្រះអង្គអនុញ្ញាតឲ្យពួកទូតបង្គំហ្នឹងទៅវាយបកលើស្ដេចចៅនោះវិញគឺស្ដេចនៅនគរកោសលហ្នឹងតែព្រះរាជាព្រះពោធិសត្វព្រះអង្គមានមេត្តាខ្លាំងព្រះអង្គគិតថាបើសិនជាទប់ទល់លើការច្បាំងគ្នាក្រៅពីទាហានទាំងសងខាងស្លាប់ហើយប្រជានៅរាជក៏លំបាករាជក៏មានការស្លាប់មែនទេដល់ព្រះអង្គគិតអញ្ចឹងព្រះអង្គក៏ហាមទាហានទាំង1000នាក់ហ្នឹងថាកុំឃាត់ទាហាន1000នាក់ហ្នឹងអត់ឲ្យច្បាំងទេបើន័យថាអង្គរៈផ្ទាល់ខ្លួនហ្នឹងទៅដឹកនាំទ័ពផ្សេងទៀតតែបើប្រើតែមនុស្ស1000នាក់ហ្នឹងក៏អាចយកជ័យជំនះបានដែរដល់ស្ដេចកោសលហ្នឹងឃើញអត់ទាហានព្រះនស័យនឹងអត់មានការកម្រើកក៏នាំទ័ពចូលមកផុតដែនសីមាព្រំដែនរហូតចូលដល់កណ្ដាលនគរព្រះនស័យដល់អញ្ចឹងទាហានអង្គរៈទាំង1000នាក់នឹងក៏ទូលសុំព្រះរាជានៅព្រះនស័យទៀតព្រះអង្គហាមឃាត់ទៀតមិនឲ្យច្បាំងកុំឲ្យទាហានកុំឲ្យមានមនុស្សស្លាប់ដល់ស្ដេចនៅនគរកោសលដឹកនាំរហូតមកដល់កំផែងក្រុងហើយបានបញ្ជូនរាជសារទៅកាន់ព្រះបាទសីលវៈព្រះអង្គចង់ច្បាំងឬព្រះអង្គបកគោរាជសម្បត្តិឲ្យដល់ទាហានទាំង1000នាក់នឹងរាយការណ៍ឲ្យព្រះអង្គក៏ប្រាប់ថាកុំច្បាំងអីបើកទ្វារព្រះនគរឲ្យគេយកទៅដល់អញ្ចឹងព្រះអង្គក៏បើកទ្វារព្រះនគរឲ្យគេយករាជសម្បត្តិស្រួលហ្មងព្រះអង្គអត់ច្បាំងអត់ទប់ទល់អីនោះទេដល់អញ្ចឹងទ័ពទាំង1000នាក់ដែលចំណិតស្មោះត្រង់ជាមួយនឹងព្រះអង្គក៏មានចិត្តតែមួយព្រះអង្គហាមក៏អត់មានអ្នកណាកម្រើកអត់មានអ្នកណាតវ៉ាសុកចិត្តបដូរស្លាប់រស់ជាមួយនឹងព្រះអង្គទាល់តែព្រះអង្គអនុញ្ញាតអត់មានគិតបែកឆ្វេងអន់ចិត្តឬខឹងព្រះអង្គអីនោះអត់ទេព្រោះព្រះរាជាបានហ្វឹកហាត់ពួកទាហាននោះមកយ៉ាងល្អហើយអញ្ចឹងពួកគេដឹងថាទង្វើរបស់ព្រះអង្គប្រកាសជាមានហេតុផលដែលមនុស្សទូទៅមិនយល់បានន័យថាមនុស្សទូទៅគិតអត់ដល់ដល់អញ្ចឹងមិនដែរនគរកោសលក៏ចូលទៅដល់នគរព្រះនស័យដោយមិនមានអ្នកណាច្បាំងមិនមានអ្នកណាស្លាប់ឡើយតែព្រះរាជាដែនកោសលនឹងអត់មានលើកលែងព្រះរាជានិងអាមាត្យទាំង1000នាក់ចំណិតនោះទេបញ្ជាឲ្យទាហានចាប់ព្រះបាទមហាសីលវៈនិងអាមាត្យចំណិត1000នាក់នឹងចងស្លាប់សេកទៅក្រោយទាំងអស់
បើនេះថាចងបត់ដៃទៅក្រោយពេលដែលចងហើយបានបញ្ជូនមនុស្សទាំងអស់ទាំងព្រះរាជាហ្នឹងបានយកទៅកប់ទាំងរស់ទុកទៅត្រឹមកបានន័យថាកប់ដីយ៉ាងណែនចោលនៅព្រៃស្មោសានព្រៃដែលគេចោលសាកសពកប់ទាំងរស់ដើម្បីឲ្យយប់ឡើងចចកមកស៊ីមិនដែរស្ដាប់មកដល់ត្រង់នេះហើយយល់ថាព្រះបាទមហាសីលវៈហ្នឹងយ៉ាងម៉េចដែរ